នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសលាលែងពីតំណែងបន្ទាប់ពីបានឡើងកាន់អំណាចបានរយៈពេលត្រឹម2ឆ្នាំប៉ុណ្ណោះ That is why I will resign as leader of the Labour Party. លោក Keir Starmer នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃច័ន្ទថាលោកនឹងលាលែងពីតំណែងដែលត្រូវបានបង្ខំដោយគណៈបករបស់លោកផ្ទាល់បន្ទាប់ពីកំហុសឆ្គងដែលបានធ្វើឲ្យអ្នកបោះឆ្នោតបាត់បង់ទំនុកចិត្តក្រោយជ័យជំនះនៅក្នុងការបោះឆ្នោតដ៏ច្រើនលើសលប់កាលពី2ឆ្នាំមុនដោយផ្អែកទៅលើការសន្យានៃភាពជាអ្នកដឹកនាំដ៏រឹងមាំនិងកំណើនសេដ្ឋកិច្ចបាទអញ្ចឹងគឺបន្ទាប់ពីឡើងកាន់អំណាចបានរយៈពេលត្រឹមតែ2ឆ្នាំទេនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសម្នាក់នេះដែលមានឈ្មោះថា Keir Starmer នឹងបានប្រកាសលាលែងពីតំណែងបាត់ទៅហើយបន្ទាប់ពីអ្នកបោះឆ្នោតនឹងគឺបានបង្ហាញការមិនពេញចិត្តបដិសេធនៅអ្វីដែលគាត់ដឹកនាំប្រទេសនៅពេលបច្ចុប្បន្ននេះគឺត្រឹមតែរយៈពេលតែ2ឆ្នាំប៉ុណ្ណោះគាត់អត់ទាំងទាន់បានធ្វើអ្វីបាទដែលថាសន្យាកាលពីមុនឈ្នះការបោះឆ្នោតនឹងផងតែឥឡូវនេះគឺបានប្រកាសលាលែងបាត់ទៅហើយ Starmer បាននិយាយថាលោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់គណៈបកពលកររបស់លោកជ្រើសរើសមេដឹកនាំថ្មីជាមួយនឹងការរំពឹងទុកកាន់តែខ្លាំងឡើងថាវាអាចនឹងជាអតីតអភិបាលក្រុង Greater Manchester គឺលោក Andy Burnham អញ្ចឹងអ្នកដែលស្នងតំណែងបន្ទាប់ពីគាត់នឹងអាចជាអតីតអភិបាលក្រុង Greater Manchester នឹងឯងគឺមានឈ្មោះថា Andy Burnhamបាទហើយលោក Burnham ហ្នឹងគឺបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា I will put myself forward as part of this process គឺគាត់នឹងបានដាក់ខ្លួនជាផ្នែកមួយនៃដំណើរការមួយនេះគឺបានន័យថាគាត់នឹងក្លាយទៅជាបេក្ខជននាយករដ្ឋមន្ត្រីគឺអាចនឹងបានឡើងកាន់អំណាចជំនួសទៅឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ននឹងឯងអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលគឺលោក Wes Streeting ដែលត្រូវបានចាត់ទុកថាគឺជាគូប្រជែងសំខាន់របស់លោកសម្រាប់តំណែងកម្ពុជាបាននិយាយថាលោកនឹងគាំទ្រលោក Burnham បាទអញ្ចឹងគឺមានការគាំទ្រពីអ្នកដែលប្រឆាំងកន្លងមកនឹងផងដែរគឺជាដៃគូប្រជែងដ៏សំខាន់វាគឺជាជ័យជំនះរបស់លោក Burnham នៅក្នុងការបោះឆ្នោតសភាពិសេសមួយគឺ Special Parliamentary Election កាលពីសប្តាហ៍មុនដែលបានបង្កឲ្យមានការសម្រេចចិត្តរបស់លោក Starmer នៅក្នុងការលាលែងពីតំណែងគឺមានការបោះឆ្នោតសភាពិសេសមួយគឺ Special មួយដែលកើតឡើងកាលពីអាទិត្យមុននឹងឯងហើយលទ្ធផលឆ្នោតចេញមកគឺឃើញថាលោក Starmer ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននឹងគឺពិតជាចាញ់ឆ្នោតនៅក្នុងសភានឹងមែនបាទនៅក្នុងការបោះឆ្នោតនឹងមែនដែលធ្វើឲ្យគាត់សម្រេចចិត្តនៅក្នុងការលាលែងពីតំណែងបាទគណៈពេលដែលសមាជិកគណៈបកពលករបានប្រមូលផ្ដុំគ្នាគាំទ្រយ៉ាងខ្លាំងទៅដល់លោក Burnham ដោយមើលឃើញថាលោកគឺជាមេដឹកនាំម្នាក់ដែលអាចបង្កើនឱកាសជោគជ័យរបស់គណៈបកនាពេលអនាគតគឺមើលឃើញថាបាទអ្នកដែលលោក Burnham ដែលជាអ្នកបន្ទាប់ហ្នឹងគឺអាចនឹងដឹកនាំប្រទេសនេះកាន់តែល្អប្រសើរជាងមុនហើយនឹងស្ដារនៅអ្វីដែលគណៈបករបស់បច្ចុប្បន្នហ្នឹងបងប្អូនគឺគណៈបកពលករហ្នឹងគឺអាចនឹងធ្វើឲ្យគេឈ្មោះរបស់គណៈបកក៏ដូចជាការដឹកនាំប្រទេសហ្នឹងកាន់តែប្រសើរជាងមុនបន្ទាប់ពី71ទសវត្សរ៍ជាអភិបាលក្រុងនៃទីក្រុងភាគពាយ័ព្យគឺលោក Burnham បានវិលត្រឡប់ទៅកាន់សភាវិញនៅថ្ងៃច័ន្ទជាកន្លែងដែលលោកបានស្បត់ចូលកាន់តំណែងនៅក្នុងសភាតំណាងរាស្ត្រមានតែសមាជិកសភាប៉ុណ្ណោះដែលមានសិទ្ធិទទួលបានតំណែងជាមេដឹកនាំគណៈបកសេចក្តីថ្លែងការណ៍របស់លោក Streeting ធ្វើឲ្យវាទំនងជាលោក Burnham នឹងត្រូវបានជ្រើសរើសដោយគ្មានការប្រកួតប្រជែងភាពជាអ្នកដឹកនាំអញ្ចឹងអូតូម៉ាទិកតែម្ដងគឺទំនងជាលោក Burnham នឹងគឺឡើងកាន់អំណាចជំនួសហើយគឺមិនបាច់ចាំមានការប្រកួតប្រជែងអីនោះទេការបោះឆ្នោតលើកក្រោយរបស់ចក្រភពអង់គ្លេសមិនចាំបាច់ធ្វើឡើងរហូតទៅដល់ឆ្នាំ2029នៅពេលដែលសួរថាតើលោកនឹងអំពាវនាវឲ្យមានការបោះឆ្នោតមុនប្រសិនបើគាត់ក្លាយទៅជានាយករដ្ឋមន្ត្រីលោក Burnham បាននិយាយថាយើងមិនទាន់ឈានទៅដល់ដំណាក់កាលនោះនៅឡើយទេលោក Starmer គឺជានាយករដ្ឋមន្ត្រីទី6នៅក្នុងរយៈពេល1ទសវត្សរ៍ដែលឈរនៅខាងក្រៅ10 Downing Street ហើយបានប្រកាសការចាក់ចេញរបស់លោកបាទគឺសេចក្តីថ្លែងការណ៍របស់លោកបានកើតឡើងមួយថ្ងៃមុនពេលដែលចក្រភពអង់គ្លេសប្រារព្ធនៅខួបលើកទី10នៃការបោះឆ្នោតរបស់ខ្លួនដើម្បីចាក់ចេញពីសហភាពអឺរ៉ុបដែលជាការសម្រេចចិត្តដែលនៅតែជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសនេះ10ឆ្នាំមុនបងប្អូនទាំងអស់គ្នាគឺមានការបោះឆ្នោត
គាត់ដើម្បីដកខ្លួនចេញពីសហភាពអឺរ៉ុបបាទហើយការសម្រេចចិត្តធ្វើនឹងគឺបានជះឥទ្ធិពលគឺប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសនេះខ្លាំងណាស់គឺបន្ទាប់ពី10ឆ្នាំហើយនៅតែមានឥទ្ធិពលដែលបាទវាមិនទាន់សាបរលាបអីនោះទេហើយបន្ទាប់ពីការទទូចអស់រយៈពេលជាច្រើនសប្តាហ៍មកគឺគាត់បានតស៊ូដើម្បីរក្សាការងាររបស់គាត់លោក Starmer ទទួលស្គាល់ថាសម្ពាធកាន់តែខ្លាំងឡើងដើម្បីប្រគល់ទៅឲ្យមេដឹកនាំថ្មីដែលអាចព្យាយាមនឹងធ្វើឲ្យស្ថានភាពដ៏អាក្រក់របស់រដ្ឋាភិបាលរស់ឡើងវិញម្នាក់នៅក្នុងគណៈបករបស់គាត់ផ្ទាល់នឹងបានដាក់សម្ពាធឲ្យគាត់នឹងព្រមចាក់ចេញពីតំណែងនឹងទៅលាលែងទៅតែគាត់នៅតែចេះនៅតែទទូចថាគាត់អាចធ្វើបានទុកពេលឲ្យគាត់សិនបាទហើយនៅក្នុងរយៈពេលនេះគឺបាទក្រោយប្រហែលអាទិត្យហ្នឹងគឺឃើញថាគាត់ទប់លេងជាប់ហើយគឺគាត់ត្រូវតែបកគលអំណាចហ្នឹងទៅឲ្យអ្នកថ្មីកាន់កាប់វិញម្ដងគឺការដែលថាគាត់ធ្វើហ្នឹងគឺអាចនឹងបាទព្យាយាមចង់ធ្វើឲ្យស្ថានភាពដ៏អាក្រក់របស់រដ្ឋាភិបាលហ្នឹងគឺស្ដារឡើងវិញណាបងប្អូនគឺឲ្យត្រឡប់ឡើងមកវិញតែបាទគឺมันអាចទៅរួចនោះទេហើយលោកបានដឹកនាំគណៈបកពលករនឹងឲ្យទទួលបាននៅជ័យជំនះយ៉ាងភ្លក់ទឹកភ្លក់ដីនៅក្នុងការបោះឆ្នោតនៅខែកក្កដាឆ្នាំ2024គឺនៅពេលដែលគាត់ជាប់ឆ្នោតហ្នឹងគឺកើតឡើងនៅ2ឆ្នាំមុនគឺនៅខែ7ឆ្នាំ2024ប៉ុន្តែចាប់តាំងពីពេលនោះមកប្រជាប្រិយភាពរបស់លោកនិងគណៈបករបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងគឺមានការបានលែងសូវមានការគាំទ្រច្រើនដូចមុនទៀតហើយមេដឹកនាំថ្មីបានចូលកាន់អំណាចនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះគឺជាប្រធានបទបន្ទាប់នឹងទៀតបងប្អូនទាំងអស់គ្នាយើងចាំមើលទាំងអស់គ្នាបាទគឺលោក Starmer បានធ្វើការប្រកាសនៅខាងក្រៅលំនៅឋានផ្លូវការរបស់លោកជាកន្លែងដែលលោកបានថ្លែងសន្ទរកថាលើកដំបូងរបស់លោកនៅក្នុងនាមជានាយករដ្ឋមន្ត្រីកាលពី2ឆ្នាំមុនបាទគឺកាលពី2ឆ្នាំមុនហ្នឹងគាត់ក៏បានប្រកាសនៅចេញពីផ្ទះរបស់គាត់ផ្ទាល់ហ្នឹងបងប្អូនគឺនៅឯ Downing Street ហ្នឹងឯងសំឡេងរបស់លោកពោពេញទៅដោយអារម្មណ៍បាទពោពេញទៅដោយ emotion ចង់ថាគាត់នឹងរំជួលចិត្តបាទគឺមាននៅការគិតបាទអារម្មណ៍គាត់នឹងលាយឡំគ្នាច្រើនខ្លាំងមែនទែននៅក្នុងសន្ទរកថាចុងក្រោយរបស់គាត់មួយនេះបាទគឺនៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ខ្លីដែលត្រូវបានមើលដោយបុគ្គលិករបស់លោករដ្ឋមន្ត្រីហើយនិងអ្នកសារព័ត៌មានជាច្រើនអ្នកបាទគឺគាត់ប្រកាសការលាលែងនឹងឯងលោក Starmer បាននិយាយថា The question my party is asking now is whether I am best placed to lead us into the next general election បាទគឺសំណួរដែលគណៈបករបស់ខ្ញុំកំពុងតែសួរឥឡូវនេះគឺថាតើខ្ញុំស្ថិតនៅក្នុងទីតាំងល្អបំផុតដើម្បីដឹកនាំយើងចូលទៅកាន់ការបោះឆ្នោតទូទៅលើកក្រោយឬក៏អត់ខ្ញុំបានលើសមាជិកគណៈបកសភារបស់ខ្ញុំចំពោះសំណួរនេះហើយខ្ញុំទទួលយកចម្លើយនោះដោយក្តីរីករាយបាទគឺគាត់ឃើញថាបាទលែងសូវមានអ្នកគាំទ្រគាត់ហើយទោះបីជាសមាជិករបស់គាត់ផ្ទាល់នឹងក៏ដោយក៏អត់មានការគាំទ្រគាត់ទៀតដែរអញ្ចឹងគឺគាត់ទទួលយកវាដោយក្តីរីករាយតែម្ដងព្រមយកណាបាទលោកបាននិយាយថាលោកបាននិយាយទៅកាន់ព្រះមហាក្សត្រ Charles ទី3ដែលជាព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញរបស់ចក្រភពអង់គ្លេសដើម្បីជម្រាបលោកអំពីការសម្រេចចិត្តនេះអញ្ចឹងគាត់ក៏បានប្រាប់ទៅកាន់ស្ដេចផងដែរបាទគឺស្ដេចប្រទេសអង់គ្លេសគឺ Charles III ហើយលោក Starmer បានចំណាយពេលចុងសប្តាហ៍ពិចារណាអំពីអនាគតរបស់លោកបន្ទាប់ពីជ័យជំនះពិសេសនៅក្នុងការបោះឆ្នោតរបស់ Burnham គឺគាត់ចំណាយពេលបាទ weekend របស់គាត់នឹងនៅក្នុងការគិតថាតើបន្ទាប់ពីគាត់លាលែងពីតំណែងនឹងហើយគាត់ត្រូវធ្វើអីគេទៀតអញ្ចឹងណាបាទគឺគាត់គិតពីគម្រោងរបស់គាត់នៅពេលអនាគតលោក Starmer បាននិយាយថាការតែងតាំងសម្រាប់ការប្រកួតប្រជែងភាពជាអ្នកដឹកនាំនឹងបើកនៅថ្ងៃទី9ខែកក្កដាហើយមេដឹកនាំថ្មីនឹងចូលកាន់តំណែងនៅពេលដែលសភាវិលត្រឡប់មកពីវិស្សមការរដូវក្តៅបាទរបស់ខ្លួនគឺនៅថ្ងៃទី1ខែកញ្ញាអញ្ចឹងការជ្រើសរើសនៅមេដឹកនាំថ្មីហ្នឹងគឺកើតឡើងនៅខែក្រោយថ្ងៃទី9ហើយបាទពោះការដែលបាទចូលទៅកាន់អំណាចហ្នឹងគឺអាចនឹងកើតឡើងនៅបាទខែ9ឯណោះបាទគឺដោយសារតែឥឡូវនេះគឺជា summer break ណាបាទហើយប៉ះសិនបើ Burnham គឺជាបេក្ខជនតែម្នាក់គត់ការផ្លាស់ប្ដូរអាចនឹងកើតឡើងនៅពាក់កណ្ដាលខែកក្កដាចឹងបើសិនជាអត់មានពីណាគេដែលបាទប្រកួតប្រជែងជាមួយនឹង Burnham នឹងទេដែលជាបេក្ខជនតែម្នាក់គត់ហ្នឹងគឺគាត់អាចនឹងធ្វើបាទគឺឃើញថាមានការផ្លាស់ប្ដូរនយោបាយឬក៏ការបាទធ្វើឲ្យប្រទេសអង់គ្លេសហ្នឹងប្រសើរឡើងវិញហ្នឹងគឺអាចនឹងកើតឡើងនៅរយៈពេលបាទត្រឹមតែមួយខែពីឥឡូវហ្នឹងទេបាទគឺពាក់កណ្ដាលខែ7គឺកើតឡើងបានហើយ
តែបើសិនបើមានការប្រកួតប្រជែងគ្នាអីអញ្ចឹងទៅគឺអាចនឹងចាប់ផ្ដើមនៅខែ9ថ្ងៃទី1វិញបាទអញ្ចឹងគឺព័ត៌មាននេះបងប្អូនបានឃើញហើយយុវរដ្ឋមន្ត្រីប្រទេសអង់គ្លេសបានប្រកាសលាលែងពីតំណែងបន្ទាប់ពីគាត់បានកាន់អំណាចនឹងបានត្រឹមតែរយៈពេលតែ2ឆ្នាំតែប៉ុណ្ណោះទេដោយសារតែការសន្យារបស់គាត់ថាធ្វើឲ្យប្រទេសនឹងកាន់តែប្រសើរឡើងសេដ្ឋកិច្ចកាន់តែល្អជាងមុននឹងគឺធ្វើអត់បាននោះទេទើបធ្វើឲ្យបាទការគ្រប់គ្រងរបស់គាត់គឺអ្នកបោះឆ្នោតនឹងគឺបាទលែងគ្រប់គ្រងគាត់ដោយការពីមុនទៀតណាគឺការគ្រប់គ្រងនឹងធ្លាក់ចុះយ៉ាងខ្លាំងតែម្ដងហើយបាទគឺធ្វើឲ្យអ្នកដែលបាទជាសមាជិករបស់គាត់ផ្ទាល់មកពីគណៈបករបស់គាត់ផ្ទាល់ហ្នឹងគឺបានបាទដាក់សម្ពាធទៅឲ្យគាត់នឹងចោះចេញពីតំណែងទៅចុងក្រោយគឺបាទទោះបីជាគាត់ទទូចមិនក៏ដោយអស់រយៈពេលប្រហែលអាទិត្យមកហើយគឺចុងក្រោយនៅតែសម្រេចចិត្តថាលាលែងពីតំណែងគឺជាជំរើសដ៏ល្អសម្រាប់ប្រទេសអង់គ្លេសផងសម្រាប់គណៈបករបស់គាត់ផងហើយគាត់យកពេលវេលាហ្នឹងទៅមើលថែគ្រួសាររបស់គាត់ប្រពន្ធរបស់គាត់បាទហើយនឹងបាទកូនរបស់គាត់ហើយគិតពីអនាគតរបស់គាត់ផ្ទាល់ណាបាទអញ្ចឹងហើយនេះគឺជារឿងដែលបានកើតឡើងគឺបាទកើតឡើងលឿនមែនតើបងប្អូនទាំងអស់គ្នាកាន់អំណាចទៅតែបាន2ឆ្នាំតែប៉ុណ្ណោះត្រូវលាលែងពីតំណែងអញ្ចឹងព័ត៌មានថ្ងៃនេះគឺមានប៉ុណ្ណឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយ